បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូនៃការទៅរៀននៅសាកលវិទ្យាល័យខ្ញុំបាទនៅសាកលវិទ្យាល័យជាតិមានជ័យនៅក្នុងខេត្តបន្ទាយមានជ័យបាទនេះគឺយើងធ្វើដំណើរដល់ហើយដល់មុខសាលារៀនយើងហើយគឺយើងធ្វើដំណើរចូលសាលាហើយយើងយកបន្តទៅផ្ញើទីធ្លានៅក្នុងសាលាជាតិមានជ័យមានសភាពស្អាតហើយធំទូលាយហើយកន្លែងដាក់ម៉ូតូក៏មានរបៀបរៀបរយបាទនេះជាបរិវេណសាលារៀនរបស់ខ្ញុំបាទខ្ញុំដាក់ផ្លូវកាត់នេះនិស្សិតគូកបំនិស្សិតនេះងមួយបាទនេះគឺយើងដើរចិត្តអស់ហើយនេះគឺជាបរិវេណនៅមុខសាលារៀនជាតិមានជ័យផ្ទាល់មានសភាពធំទូលាយទីធ្លាហើយស្អាតហើយក៏យើងបានចូលទៅក្នុងសាលប្រជុំសម្រាប់សិស្សនិស្សិតឆ្នាំទី1និស្សិតមូលដ្ឋានក៏យើងនឹងអង្គុយចាំសិស្សដទៃទៀតមកចូលរួមហើយក៏ថតទៀតបាទនិស្សិតនេះជាមិត្តភ័ក្តិរៀនឆ្លើយជាមួយគ្នានេះមិត្តភ័ក្តិរៀនជាមួយគ្នាកាលនៅបឋមបាទហើយក៏សិស្សក៏មកជួបជុំគ្នាហើយបានមានសភាពច្រើនជាងមុនក៏គ្រូធ្វើបទបង្ហាញពីរបៀបរៀបរយក្នុងសាលារៀនហើយយើងក៏បានចេញមកញ៉ាំបាយហើយក៏យើងបានចេញមកពីសាលប្រជុំរួចក៏យើងបានមើលសិតសំទី1ប៉ុន្តែពួកយើងក៏មានកម្រងថានឹងចូលបណ្ណាល័យដែរហើយក៏ប្រកាសថានឹងចូលបណ្ណាល័យមុនទៅគឺយើងចូលបណ្ណាល័យសិនគឺអំណោយរបស់គណៈមហាវិទ្យាល័យហ៊ុនសែននេះគឺក្មេងនាយករដ្ឋមន្ត្រីនៃប្រជាជនកម្ពុជានេះគឺក្មេងគឺយើងដល់ហើយវិទ្យាល័យបណ្ណាល័យដល់វិទ្យាល័យស្ដីចូលហ៊ុនសែនហើយបាទស្ដីចូលហ៊ុនសែនគឺធំទូលាយខ្លាំងមែនទែនហើយដំណាក់ទៅហើយបណ្ណាល័យហើយសម្រាប់អមភូមិសាស្ត្រាចារ្យអីចូលមកនេះគឺត្រូវខ្លាំងមែនទែនបាទមានសភៅវត្តសាស្ត្រច្រើនដែរបាទហើយក៏យើងបានចូលចោះឈ្មោះហើយក៏យើងក៏បានចូលសភៅបណ្ណាល័យបាទសិទ្ធិសិភៅបាទល្អខ្លាំងមែនទែនហើយនេះគឺជាសូត្រតន្ត្រីខ្មែររបស់ខ្មែរយើងល្អខ្លាំងមែនទែនបាទសិទ្ធិឧបករណ៍របស់ខ្មែរយើងផ្ទាល់បាទធំទូលាយស្អាតហើយក៏យើងបានដើរមកជុំទៀតគឺយើងដើរមើលហើយក៏យើងបានឡើងមកជាន់ទី2ហើយក៏ឃើញកន្លែងគំនូរជីវចរបងហើយក៏យើងបន្តឡើងមកជាន់ទី3ម្ដងទៀតបាទយើងបន្តឡើងមកជាន់ទី3ដើម្បីមកមើលទិដ្ឋភាពផ្ទាល់នៅលើបណ្ណាល័យហ្នឹងបាទហើយក៏នេះគឺជាជាន់ទី3គឺសិស្សបងគាត់តុបតែងគាត់បង្កើតស្នាដៃខ្លួនឯងទៅអនុស្សាវរីយ៍បាទគឺស្អាតខ្លាំងមែនទែនទឹកដៃល្អណាស់សិស្សបងជំនាន់មុនបាទស្អាតខ្លាំងមែនទែនបាទនេះគឺជាការបន្សល់ទុកនៅស្នាដៃដ៏ល្អរបស់ពួកបងហើយយើងក៏បានទីម៉ូតូចេញទៅវិញបាទយើងទៅផ្ទះហើយព្រោះជាថ្ងៃត្រង់ហើយយើងកំពុងតែរៀបធ្វើដំណើរចេញទៅផ្ទះវិញហើយទៅហើយជិះនិយាយទៅសុខភាព